អ្នកមានណានៅស្រុកខ្មែរដែលយកលុយដុល្លារឲ្យថតដាក់ Facebook ចង់ឲ្យមានប៉ុណ្ណាក៏ដោយចំពោះខ្ញុំហែងអត់មានទេបងប្អូនដែលឃើញពេងហួតជីបម៉ងវឌ្ឍនៈណាគិតមេងម៉ងរិទ្ធីបងប្អូនដែលឃើញពួកអស់នឹងដាក់លុយសុទ្ធលើតុកថតទេដូចអាមេបោកលេងណាវត្រាទេអត់ទេពួកនឹងមានលុយសុកគង់ប៉ោត្រីគង់ត្រីវៃពីដើមគិតមេងម៉ងរិទ្ធីណាយាយភូយាយភៀបណាត្រីភៀបកុកអានលីយ៉ុងផាត់ដែលឃើញពួកនឹងដាក់លុយលើតុកថតដូចអាចឈួតមួយដែលសង់ផ្ទះបោកប្រាស់គេទេអត់ទេដែលគេអ្នកមានជីបម៉ងជីបអីគេដាក់លុយថតនៅលើតុកដូចអាផែងវណ្ណៈឬក៏ដូចត្រីដាណាទេអត់ទេអត់ទេមិនបានអត់ពីព្រោះពួកនឹងវាមានមែនតែនពួកនឹងវាមានមែនតែនចំណែកអាអ្នកយកលុយមកដាក់ថតដូចត្រីដាណាអីអត់មានលុយទេអត់មានលុយខំឲ្យសំញែងយកមកថតអាមនុស្សហ្នឹងវាអត់មានវាមានរលរយទេវិញមានប៉ុន្តែវាអត់មានទេសម្បកទេដល់បានទេសម្បកទេខ្ញុំនិយាយដល់ណាក់ប៉ុណ្ណេះអ្នកមានអត់ដែលមកអង្គុយលក់អនឡាញទេដែលឃើញអាគិតមេងហើយនឹងប្រពន្ធវាមកលក់អនឡាញទេអត់លក់ទេវាដែលឲ្យកូនវាមកលក់អនឡាញអត់ទេមិនមែនមើលងាយទេណាកូនក្មួយអ្នកដែលលក់អនឡាញហ្នឹងគឺអ្នកគ្នាហ្នឹងលក់បានដែរដូចនាងទឿដែលគេចាប់ដាក់គុកខ្ញុំមិនឃើញទេណាទោះបីវាមានអីក៏ដោយអាហ្នឹងគេហៅសម្បកយើងគិតមើលពួកអស់ហ្នឹងមានអាណាដែលដាក់លុយលើតុកទី1គេមិនដាក់លុយលើតុកទេគេខ្លាចហ៊ុនសែនទេគេភ្លើណាស់ទៅហ៎ណាកាកបាទក្រហមម្ដងពេលគេលុយអីដាក់លុយលើតុកចូលហែងដាក់លុយលើតុកច្រើនចំណាំមើលណាអុកញ៉ាមួយណាមុនគេចាញ់ប្រមាណម៉ឺនបរិច្ចាគឲ្យហ៊ុនសែនណាគេប្រយ័ត្នប្រយែងណាគេអត់បរិច្ចាគច្រើនទេពីព្រោះបើហ៊ានតែបរិច្ចាគច្រើនថ្ងៃក្រោយត្រូវការច្រើនណាដូចរឿងទិញស្រូវមានពួកតាអាសេដ្ឋីជោកបៃកប៉ុកទេដែលចាញ់មកទិញស្រូវសេដ្ឋីគេមែនតែនគេចាញ់មកទិញស្រួយអីបើគេហ៊ានចាញ់មកទិញស្រូវទិញក៏ថ្ងៃក្រោយហ៊ុនសែនប្រាប់គេទេជួយទិញពិបាកគេងាប់រឿងអីគេទៅធ្វើអញ្ចឹងអាអ្នកមានមែនតែនមិនដែលបញ្ចេញលុយទេមានតែអាអ្នកអត់មានទេដែលខំប្រឹងដាក់លុយលើតុកទាំងបាច់ឲ្យថតណាពីព្រោះវាឆ្លក់ទឹកម៉ាស៊ីនឥឡូវហ្នឹងអត់មានឆ្លក់ទឹកម៉ាស៊ីនទេវាឆ្លក់ទឹកយ៉ាវហេវាឆ្លក់ទឹកយ៉ាវហេបានវាខំប្រឹងបញ្ចេញអាហ្នឹងមកវាដែលមានអ្នកមានណាគេដាក់លុយលើតុកទាំងបាច់ហ្នឹងអត់ទេទី1គ្រោះថ្នាក់ទី2អ្នកកាន់អំណាចផ្ដាច់ការដឹងថាមានលុយគេគៀបបន្ទាប់មកទៀតជីបម៉ងលីយ៉ុងផាត់កុកអានគិតមេងអីទាំងសុកគង់ទាំងស្អីគេបដោះលុយចាញ់ក្រៅស្រុកគេនៅក្នុងស្រុកខ្មែរគេរស់ស៊ីបានប៉ុន្តែគេដឹងថាតែមិនស្រួលដោះលុយអត់បានទេណាហើយចុះពងខៀវខ្សែអីអាហ្នឹងលុយប្រអិនតាលុយប្រអិនលុយបោះពងខៀវខ្សែពិតប្រកបមិននៅស្រុកខ្មែរទាំងអស់ឯណាត្រូវតែយកចាញ់អាណាដែលទុកលុយនៅស្រុកខ្មែរគេអ្នកចេះរកស៊ីមានលុយរាប់លានអាណាគេទុកលុយនៅស្រុកខ្មែរគេដឹងតែស្រុកខ្មែរថ្ងៃណាមួយឆេះគេភ្លើណាស់ទៅបើលុយប្រអិនគេចេះតែយកទៅចាយវាប្រពន្ធលុយប្រអិនណាហើយប្រអិនបានពីណាមកប្រអិនបានពីព្រះអង្គហើយចុះព្រះអង្គនៅណាព្រះអង្គនៅក្បែរហ្នឹងណាព្រះអង្គអីព្រះអង្គមិនចង់បង្ហើយទេព្រះអង្គប្រអិនក៏ដែលវិនិយោគឯណាបានលុយនោះគាត់បានលុយពីព្រះអង្គអញ្ចឹងអ្នកដែលប្រើលុយប្រអិនហ្នឹងគេយកចំណេញគេបញ្ជូនចាញ់ក្រៅស្រុក
ទោះបីអាយុគេចាស់ក៏ដោយគេទុកឲ្យកូនឲ្យចៅគេអាណាទុកលុយនៅស្រុកខ្មែរមានសុវត្ថិភាពពីណាមក